ថ្ងៃមួយថ្ងៃគិតតែពីហឺហាលុយកាក់ហោហៀផ្ញើពីស្រុកជីវិតនិស្សិតពិតជាមានន័យមែនសបាយអើយសបាយថ្ងៃរៀនយប់ដើរល្ងាចផឹកព្រឹកដេកអូយតើមានជីវិតណាដែលសបាយជាងនេះទៅទៀតណូអើម៉ែណៃលុយម៉ែឲ្យខ្ញុំផ្ញើពីព្រឹកមិញថាឲ្យចាយដល់ចុងខែស្អីដើរមិនទាំងដល់ចុងផ្លូវផងចាយអស់បាត់ធ្លាក់លេខធ្លាក់ទីតាំងណាត់ស៊ីអីល្ងាចផងប៉ៅគេផងគេប៉ៅរាល់ដងហើយតែត្រូវតែប៉ៅគេវិញម្ដងសបាយជីវិតមានន័យសំណោះណាការនៅរៀនទី12ដូចជីវិតធានាដល់ហើយឥឡូវបានសបាយជីវិតនិស្សិតលយឆាយភ្លើងពណ៌លេខឈុតនិស្សិតចេញមកតែអត់ឆ្វងហ្មងសេរីភាពពេញទីអូយមានន័យណាស់លោកហើយតោះទៅប្រឡែងចាបមាត់ទលេដើម្បីបង្ហាញថាយើងពិតជាមានសេរីភាពជាងជីវិតនៅវិទ្យាល័យម៉ែណៃហើយចេញពីនឹងទៅចូលញ៉ាំសាច់អាំងឬប៊ូហ្វេបាយក្អួតម្ដងទោះមិនបាយក្អួតក៏ត្រូវតែចាក់កឡោតឲ្យក្អួតដែរដើម្បីបញ្ជាក់ថាស៊ីហោហៀចូលឆ្នាំទី2ហមអើយហើយមាន$50អីអត់វៃកន្លែងការងារអត់តន់បើកប្រាក់ខែនៅសាលាក៏ត្រូវឲ្យទិញសភៅទៀតខ្ចីសិនមកចាំស្អែកសងបើស្អែកអត់តន់បើកប្រាក់ខែទេចាំគ្នាទេខ្ចីម៉ែឯងសិនអត់តន់មានទេមកអើយព្រឹកមិញទៅទេខ្ចីលុយម៉ែហើយដែរហ្នឹងប្រាប់គាត់ថាឆ្កែខំសុំលុយចាក់ថ្នាំតាមពិតមានឆ្កែខំណាមានតែខំឆ្កែវិញព្រោះឆ្កែនោះវាមើងងាយខ្ញុំពេកឃើញខ្ញុំជិះម៉ូតូកូនទាកាចាស់វាអត់ដេញរើសអើងពេកអាណាមិនខឹងហ៎សំខាន់ណាកុំសូវខ្វល់ច្រើនតោះបបួលសៃឡៃញ៉ាំអីល្ងាចនេះជុំគ្នាម្ដងព្រោះឮថាសៃឡៃទៅតែបើកប្រាក់ខែនោះអីសៃឡៃនឹងបើកប្រាក់ខែអីរាល់ថ្ងៃមិនហីសង្ស័យតែការងារច្រើនហើយបានបើកអីបើកស្ទើររាល់ថ្ងៃបែបនេះហ៎ការងារច្រើនអីសៃឡៃលាងចាននៅហាងកាទៀវឲ្យគេបើករាល់ថ្ងៃនឹងឯងតលៀងរួចគឺបើកលុយតែហ្មងនិយាយអញ្ចឹងក៏ហមឯងមករៀន2ឆ្នាំហើយប្រងអត់រកការងារអីធ្វើទេអីគេរៀនផងធ្វើការផងខ្ញុំនិស្សិតកម្រិតបរិញ្ញាសាច់ឈាមខ្ញុំនឹងសមនឹងធ្វើការបុគ្គលិកឲ្យគេមែនអូយទៅរួចទេសីតាមានមាត់កុំចេះតពោលមើលសាច់ឈាមខ្ញុំផងសាច់ឈាមឯងមិនសមធ្វើការទេតំតែយកទៅតាំងពីពណ៌ចម្លាក់ព្រោះស្បែកឯងនឹងអាចច្រឡំនឹងឈើកញ្ញូងដែរតោះឥឡូវកុំខ្វល់ច្រើននាំគ្នាទៅញ៉ាំអីតែចំគិតរឿងកិច្ចការនៅមហាវិទ្យាល័យពួកឯងសុខសប្បាយទេអីគិតទៅគ្នាពិតជាមានមិត្តភាពដៃថែបមែនតែចប់វិទ្យាល័យហើយនៅតែជាមិត្តនឹងគ្នាបើខ្លះវិញចប់ត្រឹមទី12គឺឡើងមើលមុខគ្នាទៅហ្មងមែនហើយដូចជានារីជាដើមតាំងពីចប់ទី12មកមិនដែលឃើញមកលេងសំបីតែម្ដងក្រែងនាងរវល់ទៅដឹងឬក៏ទៅនៅខេត្តឆ្ងាយពេកគ្មានពេលមកលេងហ្នឹងមិនខេត្តឆ្ងាយអីទេគឺនាងឈឺស្លាប់បាត់ហ្នឹងណាភ្លេចហើយអីងាប់ហើយប្រងឲ្យមកលេងយ៉ាងម៉េចវៃតែបើមកមែនណាទៅជួបដាឯងទៅចំណែកខ្ញុំនេះសុំមិនជួបទេបើមកក៏បានត្រឹមតែសពអីនឹងបាននិយាយអញ្ចឹងដាឯងនឹងហមសុខសប្បាយទេអីរាល់ថ្ងៃសប្បាយតែរៀងធុញនឹងជីវិតនិស្សិតបន្តិចអ្នកអត់បានរៀនតដោយសិល័យឯងគ្មានថ្ងៃយល់ទេជីវិតបែបនេះតែសុខចិត្តហត់សិនចុះទៅពេលរៀនចប់នឹងបានការងារល្អអូរស់ស្រួលធូរធារឆ្ងល់ឯងណាឡៃឯងគិតថារៀនត្រឹមបាក់ដប់នឹងតទៅមុខរស់ស្រួលដែរអីគេរៀនតព្រាតឯងបែរជាអត់ទៅតនឹងគេថ្ងៃមុខទៅរំពឹងស្អីរំពឹងអីគឺរំពឹងលើខ្លួនខ្ញុំផ្ទាល់ហ្នឹងហើយព្រោះខ្ញុំចង់រកស៊ីហើយជីវិតអនាគតនោះក៏មើលមិនឃើញដែរជួនកាលអ្នករកស៊ីអាចរងរឿងជាអ្នកធ្វើការក៏ថាបានអូរងរឿងស្អីក្រៃរាល់ថ្ងៃនេះលៀងចានកាទៀវឲ្យគេទៅរងរឿងចង់ឌីលទេតែមិនមែនជានិស្សិតផងហើយទ្រឹស្ដីអីក៏ហំហានមិនអាងស្អីទេអាងមិនអាងស្អីក៏វែងឆ្ងាយម៉េះឯងគិតថាឋានៈត្រឹមតែជានិស្សិតនឹងវាលើសគេឯងប៉ុណ្ណាទៅនៅតែជាមនុស្សរស់រៀនជាន់លើផែនដីដូចតែគ្នាហ្នឹងតែរៀនខ្ពស់បានខ្ពស់ប្រកបជាអនាគតខ្ពង់ខ្ពស់ជាងខ្ញុំហើយអញ្ចឹងមានតែជួយបន់ព្រះសំពះទេវតាជួយផ្សងសច្ចាឲ្យមិត្តបាន
ខ្ពង់ខ្ពស់តែប៉ុណ្ណោះប្រកាសជាខ្ពង់ខ្ពស់ហើយមិនបាច់ឯងប្រាថ្នាផ្សងអីក៏បានដែរព្រោះរាល់ថ្ងៃនេះឈ្មោះជានិស្សិតណាឯងយល់ល្អអូមិនមែនរៀនសាមញ្ញធម្មតាដូចឯងទេគឺនិស្សិតតែណែដោយសារតែឈ្មោះជានិស្សិតត្រូវចំណាយច្រើនអញ្ចឹងលុយអស់មុនខែរហូតដូច្នេះហើយឯងអត់ទាន់មានរៀនតអីអញ្ចឹងមិនសូវជាចំណាយអីច្រើនទេគ្នាសុំខ្ចី$50សិនមកបងថ្លៃបន្ទប់ជួលស្មានតែគ្រាន់បើឆ្នាំទី2ផងអីក៏កំសត់ដល់ម្លឹងទៅហើយតែមកហើយប្រឹងតែចោះមកទៅហើយស៊ីអត់ស៊ីឃ្លានខ្លះទៅដើម្បីជីវិតរុងរឿងទៅថ្ងៃមកតែគ្នាស៊ីឈ្នួលលៀងចានឲ្យគេមិនសូវសល់លុយប្រមាណទេសពបានមួយចាយប៉ុណ្ណោះហើយនេះការខ្ញុំអីថ្ងៃនេះឯងចេញលុយម្ដងទៅណាពួកម៉ាព្រោះដើម្បីផ្ដល់កិត្តិយសដល់សីលៃឯងកុំឲ្យថាខ្ញុំនឹងសីតាជានិស្សិតចេញលុយស្មើគ្នាដូចជាមើងងាយឡៃឯងពេកនោះអីអូមិនអីទេគ្នាអត់ប្រកាន់អីទេឯងចង់ដៀលថ្មីថាគ្នាមិនដល់ឯងអីក៏ដៀលទៅកុំឲ្យបាក់មុខបាក់មាត់ពួកឯងដែលជានិស្សិតឲ្យស្ត្រីស៊ីឈ្នួលលៀងចានចេញលុយឲ្យវាដូចជាមិនសមមែនទេសីតាណែលុយខ្ញុំវាមានតែក្នុងកងធនាគារអត់មាននៅក្រៅទេអញ្ចឹងឯងចេញម្ដងសិនទៅចាំថ្ងៃក្រោយចាំខ្ញុំចេញឲ្យវិញអត់អីទេកងធនាគារក៏ហាងនេះគេស្កែនបានដែរណាមិត្តសម្លាញ់អូភ្លេចថាអត់យកទូរស័ព្ទមកទូរស័ព្ទច្រើនពេកភ្លេចភ្លៀងរហូតខ្ញុំមិត្តចេញឲ្យម្ដងទៅហើយខ្ចីក្រៅ$50ផងចាំដល់បន្ទប់វិញចាំបាញ់ឲ្យពាក់កណ្ដាលឆ្នាំទី4ក្តាអើយសងកខ្លះអត់ទុំពីកំប៉ុងមកដាំបវរសហូបក្រែងម៉ែឯងទឹកផ្ញើអង្គមក20គីឡូព្រឹកមិញតើអីក៏អស់លឿនម៉េះផ្ញើមកនឹងមិនទាន់បានចូលដល់បន្ទប់ទេដូរយកលុយអស់ហើយលក់ខ្លះต้องអ្នកជាប់បន្ទប់ខ្លះព្រោះពេលដាច់បាយដល់ខ្ចីអង្គគេហូបទៅរហូតហ្នឹងគ្នាអត់មានដែរនឹងមកដល់អូអង្គសល់3កំប៉ុងប្រងយកទៅបន់សពគេល្ងាចឯងយកហូបសិនតែម៉ាត់តែណែស្អែកសងវិញផងណាសម្លាញ់ហើយឯងសល់ប្រេងស្ដាយខ្លះអត់យកលាយទឹកចាក់ម៉ូតូជិះព្រោះអស់សាំង5ថ្ងៃហើយមិនទាន់បានចាក់ទេសាំងស្ងួតប្រេះក៏ហែងទុយក្បាលគ្នាទៅហើយវាមិនដែលអាណាយកប្រេងស្ដាយទៅចាក់ម៉ូតូជិះទេអាមួយប្រេងស្ដាយអាមួយប្រេងសាំងមិនស៊ីគ្នាហើយបើថាកំសត់ពេកណាគ្នាសល់20000រៀលដែរឲ្យខ្ចីចាយសិនទៅចោះចិត្តវាមិនដាច់ខ្លាចទៅចិត្តដាច់ទៅឯងក៏ដាច់ខ្យល់បាត់ខានបានទៅស្រុកវិញជាមួយគ្នាអរគុណហើយពួកម៉ាក់សម្លាញ់អើយអូតែប៉ុណ្ណេះបានសាំងជិះទៅខ្ចីលុយស៊ីឡាយហើយពេលរៀនចប់ឡាយអើយលាហាលមកដល់ហើយជួយទិញខ្លះផងអូយលក់មិនដាច់សោះថ្ងៃនេះមិនហ៊ានផុសលក់ខ្លាចពពួកនោះវាកាត់លុយជាពាក់យីពួកម៉ាក់សម្លាញ់ចិត្តលើថាទៅរៀនចប់មិនក៏បានជាមកលក់លាហាលទៅវិញហើយលក់អៀនអញ្ចឹងមិនស្មាននឹងគេលក់ពេញមុខពេញមាត់តាមផ្សារផងហ្នឹងមិនហ៊ានចេញមុខលក់ចំព្រោះនឹកឃើញខ្មាស់គេអ្នករៀនតណាគ្នាគេមានការងារធ្វើអស់ហើយកំសត់អីតែខ្ញុំរៀនចប់បរិញ្ញានឹងគេដែររកការងារអីធ្វើក៏មិនបានរាល់ថ្ងៃនេះចំចូលធ្វើសំណងក៏គេមិនទទួលផងព្រោះអត់សូវចេះកណិតហើយនឹងរូបអាហ្នឹងហើយអួតពេកដៀលថ្មេះគេណាកាលនៅជានិស្សិតទៅថាគេរៀនមិនបានខ្ពស់មិនដល់ខ្លួនទៅខ្លួនឯងជានិស្សិតមិនមែនរៀនសាមញ្ញទេឥឡូវមិនបានមកត្រកដាក់នេះលៀងចានកាទៀវឲ្យគេទៅវិញរឿងរៀនខ្ពស់ឬក៏រៀនទាបណាមិនបញ្ជាក់ពីកម្រិតជីវភាពនេះពេលអនាគតទេសំខាន់គឺការតាំងចិត្តត្រូវក្នុងការធ្វើអីមួយឯងរៀនបរិញ្ញាហ្នឹងមិនមែនដើម្បីមានចំណេះនិងមានគុណភាពទេគឺដើម្បីអួតគេលើខ្លួនឯងលយឆាយហ្នឹងហ្មងហើយឯងរៀនចប់ហើយគិតថាគេមិនដល់ខ្លួនការងារនេះក៏ទេការងារនោះក៏ទេឯងគិតថាមកពិភពលោកហ្នឹងមានតែឯងម្នាក់មែនទេដែលជានិស្សិតកម្រិតបរិញ្ញានោះខ្ញុំមករៀនត្រឹមតែទី12មែនតែជំនាញខ្ញុំមានភាពវៃឆ្លាតខ្ញុំក៏មានខ្ញុំទៅលៀងចានកាទៀវឲ្យគេតែខ្ញុំលួចក្រេបចំណេះដឹងពីហាងកាទៀវនោះឥឡូវមានសមត្ថភាពបើកហាងនំបញ្ចុកឡើងប៉ុណ្ណាណីប៉ុន្តែខ្ញុំពេញចិត្តនឹងសមត្ថភាពខ្ញុំណាស់ទៅហើយតែឯងវិញរៀនចប់1ឆ្នាំជាងហើយមិនទាន់រកកោះត្រៃឃើញផងប្រុងរើសការងារដល់នេះអូយឈប់រើសការងារទៀតហើយឈប់គិតថាខ្លួនខ្ពង់ខ្ពស់ជាងគេទៀតហើយការងារអីក៏ខ្ញុំត្រូវតែធ្វើដែរឲ្យតែមានឥឡូវថាថ្ងៃនឹងមានរើសអ្នកលាងចានអត់ទេខ្ញុំសុំលាងចានម្នាក់ដែរតែនេះលាងស្អាតមិនឲ្យប្រឡាក់ទេព្រោះបសល់នឹងចាក់ទុកហូបមកយឺតបន្តិចហើយមិនដែរព្រោះម្សិលមិញហ្នឹងមានអ្នកមកសុំលាងចានម្នាក់នៅហាងខ្ញុំមុនបាត់ទៅហើយគឺសេចក្ដានិស្សិតកម្រិតបរិញ្ញានោះអីមិនពិតទេកុំអាងខ្លួននិស្សិតមើលស្រាលការងារគេព្រោះសមត្ថភាពទេជាអ្នកកំណត់វាសនា